បើសិនជាបងប្អូនចង់រៀនវីដេអូពីក្នុងស្រុកជាមួយភាសាមួយបែបកម្ពុជា CSX យើងក៏មានគ្រប់ឯកជនដែលផ្ដល់សេវាប្រឹក្សាអាចតាក់ទងសួរព័ត៌មានបន្ថែមឬក៏ចុះឈ្មោះតាមរយៈលេខទូរស័ព្ទ Telegram នៅលើវីដេអូនេះស្រាប់បាទសូមអរគុណរូបសាមគ្គីនៃក្រុមសត្វស្រមោចសត្វធំដូចជាដំរីបានមិនចេះសាមគ្គីគ្នាក៏មិនអាចកសាងប្រយោជន៍បានដោយសត្វស្រមោចផងដែរមនុស្សយើងទោះមានមាឌធំកម្លាំងយក្សនិងអំណាចដូចជាបិសាចតែបើគ្មានភាពសាមគ្គីហើយយើងអាចមានប្រយោជន៍អ្វីកើតទៅវាមិនអាចទៅរួចទេតែថាមនុស្សមានសមត្ថភាពខ្លាំងអស្ចារ្យអាចធ្វើការឲ្យមានការរីកចម្រើនធំធាត់តែម្នាក់ឯងនោះព្រោះវាមិនពេញលក្ខណៈនិងមិនមានភាពសម្បូរបែបទេមនុស្សគួរតែយកគំរូតាមក្រុមមួយចំនួនដែលគេធ្លាប់មានបទពិសោធន៍និងមានភាពជោគជ័យឬជាគំរូស្រាប់ផងមនុស្សយើងក៏គួរតែយកគំរូតាមក្រុមនៃសត្វមួយចំនួនដែលមានភាពសាមគ្គីស៊ីចង្វាក់ចុះសម្រុងនិងកសាងក្រុមបានជោគជ័យល្បីល្បាញបើមិនមានរឹតធំប្រកាន់នឹងសត្វតូចទេខ្ញុំសូមលើកយកក្រុមមួយដែលមានលំនាំលំអាននិងគំរូល្អគួរសមនៅក្នុងការសាមគ្គីគ្នារស់នៅនឹងធ្វើការងារជាមួយក្រុមបានយ៉ាងល្អប្រសើរគួរកប់បីកោតសរសើរនោះគឺក្រុមនៃសត្វស្រមោចស្រមោចគឺជាប្រភេទសត្វល្អិតដែលមានជើង5មួយដ៏រឹងមាំទើបធ្វើឲ្យវារត់បានយ៉ាងលឿនខួរក្បាលស្រមោចមាន 25,000 កោសិកាសត្វស្រមោចប្រើប្រាស់បណ្ដាញទំនាក់ទំនងដោយការហិតក្លិនសត្វស្រមោចមិនដែលរស់នៅឯកោតែម្នាក់ឯងនោះទេពួកវាចូលចិត្តរស់នៅនិងធ្វើការងារជាក្រុមដែលក្រុមស្រមោចនីមួយៗមានរាជនីយ៉ាងហោចណាស់មួយដែលមានតួនាទីថែរក្សាប៉ងប៉ុណ្ណោះហើយមានស្រមោចកម្មករជាច្រើននៅចាំថែទាំឃ្លាំមើលនិងការពារស្រមោចកម្មករដែលមិនមានកូនជាអ្នកដើរស្វែងរកចំណីអាហារមើលថែទាំស្រមោចក្មេងៗនិងចាំការពារសម្បុករបស់ស្រមោចនៅពេលយប់ស្រមោចកម្មករជញ្ជូនពងរបស់ពួកវានិងកូនដែលទើបនឹងញាស់ទៅក្នុងរូងដ៏ជ្រៅដើម្បីការពារកូនរបស់ពួកវាពីអាកាសធាតុត្រជាក់ប្រសិនបើស្រមោចកម្មករណារកប្រភពចំណីអាហារឃើញវានឹងចាក់ចេញដោយបន្សល់ក្លិនត្រង់កន្ទុយរបស់ពួកវាដើម្បីឲ្យបពពួករបស់វាបានរកឃើញប្រភពអាហារដែររីឯស្រមោចទេសកលក៏ជាអ្នកចាំវាយឆ្មក់សម្បុកនិងដណ្ដើមស្បៀងពីដៃគូប្រកួតប្រជែងនៃក្រុមស្រមោចដទៃចំណែកស្រមោចកងទ័ពវិញមិននៅស្ងៀមឡើយពួកវាបានយាមល្បាតនិងដឹកជញ្ជូនកូនទៅនឹងញាស់និងដឹកជញ្ជូនជាក្រុមជាជួរវែងចូលទៅក្នុងជម្រកស្រមោចរួមគ្នាធ្វើការបានយ៉ាងល្អពួកវាមិនដែលឆ្លោះប្រកែកគ្នាតោះតែងជាមួយគ្នាវាយដំគុំគួនគ្នាឯងក្នុងក្រុមតែមួយឡើយពួកវាមានភាពសាមគ្គីនិងចុះសម្រុងគ្នាល្អណាស់ការសាមគ្គីរបស់ស្រមោចត្រូវបានក្រុមសត្វដទៃនិងក្រុមមនុស្សជាច្រើនយកគំរូផងដែរយ៉ាងណាមិញយើងក៏គួរតែរៀនសូត្រនិងយកគំរូតាមក្រុមសត្វស្រមោចដែលដោយសារពួកវាមានចំណុចល្អជាច្រើនដូចជា 1. ពួកវាជាសត្វរស់នៅនិងធ្វើការងារជាក្រុមពួកវារស់នៅនិងធ្វើការងារជាក្រុមក្នុងភាពសុខដុមចុះសម្រុងស្រស់ស្រួលក្នុងស្មារតីបម្រើថែរក្សាការពារលើកដំកើងនិងធ្វើឲ្យក្រុមមានភាពរីកចម្រើនលូតលាស់ធំធាត់រុងរឿងនោះមិនគួររស់នៅនិងធ្វើការងារដាច់ដោយឡែកតែម្នាក់ឯងឡើយគួរតែប្រមូលផ្ដុំគ្នារស់នៅជាសហគមន៍និងធ្វើការងារក្រុមក្នុងគោលបំណងការពារផលប្រយោជន៍រួមបង្កើតសមិទ្ធផលឲ្យកាន់តែធំនិងសម្រេចគោលដៅរួមមនុស្សគួរបង្កើតក្រុមហើយសហការគ្នាក្នុងស្មារតីបង្កើតភាពសុខដុមនិងរីកចម្រើនដល់ក្រុម 2. ក្រុមស្រមោចចេះគោរពនិងលើកដំកើងមេដឹកនាំរបស់ខ្លួនស្រមោចគោរពលើកដំកើងនិងធ្វើតាមការបញ្ជាពីសមណៈមេដឹកនាំគឺរាជនីដែលមើលថែក្រុមទាំងមូលមនុស្សយើងក៏គួរតែចេះគោរពកោតខ្លាចនិងលើកដំកើងមេក្រុមមេកាយរបស់ខ្លួនដើម្បីពង្រីកអំណាចនិងឥទ្ធិពលដល់ក្រុមខ្លួនឲ្យរីកចម្រើនសុខសាយល្បីល្បាញពាសពេញផែនដី 3. ក្រុមស្រមោចចាត់ចែងនិងធ្វើការងារតាមតួនាទីយ៉ាងល្អស្រមោចចេះចាត់ចែងតួនាទីភារកិច្ចបានយ៉ាងល្អត្រឹមត្រូវហើយម្នាក់ៗខិតខំប្រឹងប្រែងបំពេញតួនាទីរបស់ខ្លួន
យ៉ាងខ្ជាប់ខ្ជួនមិនខ្ជិលច្រអូសមិនច្រណែនគ្នាមិនចេះឆ្លោះគ្នាប្រកែកគ្នាឡើយមនុស្សជាច្រើនក៏គួរតែចេះចាត់ចែងនិងខិតខំប្រឹងប្រែងធ្វើកិច្ចការតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អកុំមានការខ្ជិលច្រអូសច្រណែននិងឆ្លោះប្រកែកគ្នាឡើយដើម្បីកសាងក្រុមឲ្យរីកចម្រើនធំធាត់និងល្បីសុះសាយឡើង 4. ស្រមោចមិនចេះអាត្មានិយមស្រមោចមិនមានភាពអាត្មានិយមពួនសំងំស៊ីចំណីអាហារម្នាក់ឯងដោយលាក់បាំងបិទពីមុខមាត់ភ្នែកច្រមុះក្រុមគ្នាឯងឡើយពួកវាតែងតែចែករំលែកចំណីអាហារដែលរកឃើញជញ្ជូនបានទៅដល់ក្រុមរបស់ខ្លួនប្រកបដោយចិត្តទូលំទូលាយមនុស្សយើងគួរតែលុបបំបាត់ឬកាត់ផ្តាច់ភាពអាត្មានិយមងាកមកគិតនិងចែករំលែកផលប្រយោជន៍ទៅដល់ក្រុមឲ្យបានទូលំទូលាយមិនគួរឡើយបានលៀបមានចិត្តលោភសំងំស៊ីតែម្នាក់ឯងមិនក្រែងដល់ចិត្តសមាជិករួមក្រុមឡើយការចេះចែករំលែកផលប្រយោជន៍ដល់ក្រុមទៅធ្វើឲ្យក្រុមរស់នៅបានជាសេចក្តីសុខសប្បាយនិងមានភាពសុខដុម 5. ស្រមោចតែងតែវាយប្រហារក្រុមដទៃតែមិនវាយប្រហារក្រុមឯងឡើយស្រមោចតែងតែវាយឆ្មក់ក្នុងក្រុមណាដែលបំពៀនទៅលើក្រុមរបស់ខ្លួនប៉ុន្តែចរិតកាចសាហាវនេះពួកវាបានអនុវត្តចំពោះក្រុមខ្លួនឡើងមិនបានអនុវត្តចំពោះក្រុមខ្លួនវាឡើយពួកវាតែងតែខិតខំពុះពៀការពារក្រុមខ្លួនយ៉ាងដាច់អហង្ការប៉ុន្តែយ៉ាងណាមិញមនុស្សយើងក៏គួរតែមាននិស្ស័យនិងអត្តចរិតល្អយ៉ាងដូចនេះដែរយើងគួរតែនាំគ្នាការពារគ្នាឯងពីការបំពៀនរបស់ក្រុមដទៃយើងមិនត្រូវគិតតែពីឆ្លោះប្រកែកគ្នាកាប់សម្លាប់គ្នាយ៉ាងសាហាវឃោរឃៅហើយខ្លាប់ខ្លាចអ្នកដទៃដូចកូនមាន់ខ្លាចស្ទាំងឡើងប៉ុន្តែវាគ្មានមនុស្សណាស្រឡាញ់យើងជាងក្រុមរបស់យើងឡើយហើយក៏គ្មាននរណាជឿយើងដូចកូនមាន់ខ្លាចស្ទាំងឡើយព្រោះវាគ្មាននរណាស្រឡាញ់យើងជាងក្រុមរបស់យើងឡើយហើយក៏គ្មាននរណាជួយយើងជាងក្រុមរបស់យើងដែរសូមជួយយកអាសាការពារគ្នាជាជាងឆ្លោះប្រកែកគ្នាបែកបាក់គ្នាចាអរគុណច្រើនបងប្អូនអត្ថបទនេះក៏សូមចប់តែប៉ុណ្្នេះហើយក៏សូមអរគុណដល់ក្រុមការងារដែលតែងតែជួយបង្ហាត់បង្រៀននេះខ្ញុំហើយសម្រាប់បងប្អូនមានចំណាប់អារម្មណ៍នៅក្នុងការចង់សិក្សារៀនស្វែងយល់ពីអំពីទីផ្សារផលិតក្នុងស្រុកខ្មែរទេបងប្អូនអាចឆាតសួរទំនាក់ទំនងតាម Telegram បានចាអរគុណជំរាបលាជួបគ្នាវីដេអូក្រោយបងប្អូនលុយលហែកអាចយកមកទិញឬក៏ដូរកន្លែងខ្ញុំបានណាទោះបីលហែកចឹងក៏ដោយលហែកដាច់ពីគ្នាក៏ដោយដាច់សាច់លុយក៏ដោយនេះមិនតែប៉ុណ្្នឹងនេះគ្រាន់តែជាមួយផ្នែកទេចឹងអាចយកមកដូរឬក៏ទិញជួយទិញឲ្យបានខ្ញុំបានតែអត់កាត់ទឹកទេបើសិនបងប្អូនជួយទិញហើយមិនតម្រូវឲ្យបងប្អូនទិញទាំងអស់ទេគឺជួយទិញតិចតួច 5,000 10000 អីចឹងទៅហើយសាមញ្ញខ្ញុំអាប់ឲ្យតាមទឹកលុយបងប្អូនវិញចឹងណាចាអរគុណច្រើន